បាទជំរាបសួរបងប្អូនអរគ្នាសូមស្វាគមន៍ដល់ចូលមកកាន់ Channel YouTube របស់ខ្ញុំនៅថ្ងៃនេះណាអូខេថ្ងៃនេះខ្ញុំនឹងបង្រៀនបងប្អូនអរគ្នាពី A ដល់ Z ក្នុងការត GPS ប្រភេទខ្សែមួយប្រភេទណាហើយតទៅលើប្រភេទម៉ូតូអញ្ចឹងទីទៀតបងប្អូនអរគ្នាសូមមើលវីដេអូនឹងឲ្យចប់បងប្អូនទាំងអស់គ្នានឹងចេះតបានដោយខ្លួនឯងពី A ដល់ Z ណាមិនថាបងប្អូនជាជនសាមញ្ញឬក៏អ្នកអត់ចេះសោះក៏បងប្អូនអរគ្នាអាចធ្វើបានដែរបើសិនបើបងប្អូនអរគ្នាធ្វើតាមវីដេអូរបស់ខ្ញុំអញ្ចឹងយើងនឹងជួបគ្នានៅក្នុងវីដេអូបន្តិចទៀតអរគុណអូខេទាំងអស់គ្នាជាទូទៅយើងមានប៊ិចតេស្តភ្លើងមួយនេះណាហើយប៊ិចតេស្តភ្លើងគេចាប់ទៅលើម៉ាស់តួឧទាហរណ៍នេះវាជាម៉ាស់នេះតួម៉ូតូនោះវាជាម៉ាស់យើងចាប់វាមកហើយជាធម្មតានេះយើងបើកសោវានេះកាច់សោឃើញតែយើងចុចបើកសោអញ្ចឹងតែដោយសារនេះភ្លើងវាដោយសារវាដាច់ឥឡូវខ្ញុំបន្តវានេះឃើញភ្លើងបើកសោលោតទេកុំមកវាអាហ្នឹងភ្លើងបើកសោជាទូទៅអាហ្នឹងគេតសម្រាប់តកន្លែងបដាច់ប៉ុន្តែយើងអត់តកន្លែងភ្លើងបើកសោហ្នឹងឯណាបញ្ជាក់អ្នកនរគ្នាអូខេឥឡូវខ្ញុំបិទវិញទាំងអស់គ្នាអានេះដូចខ្ញុំប្រាប់អ្នកនរគ្នាវាជាប៊ិចភ្លើងសម្រាប់យើងរកជាទូទៅនៅពេលដែលយើងដោះកន្លែងសោនេះមកវាមានខ្សែ2ខ្សែមួយដែលចេញពីអាគុយហើយខ្សែមួយទៀតគេហៅថាខ្សែបើកសោហើយខ្សែបើកសោនោះមានឆ្នូតក្រហមឆ្នូតខ្មៅហើយអាខ្សែធម្មតានោះវាមានពណ៌ក្រហមធម្មតាទេវាមាន2អញ្ចឹងហើយអានេះគេហៅថាជាភ្លើងដែលចេញពីអាគុយមកអញ្ចឹងអាហ្នឹងទោះក្នុងករណីយើងបិទសោបែបនេះក៏ដោយអញ្ចឹងយើងតេស្តជាមួយប៊ិចភ្លើងហ្នឹងទៅគឺវាមានភ្លើងជាមួយខ្ញុំបង្ហាញអ្នកនរគ្នានេះឃើញទេឃើញក្រហមហ៎បាទហើយអាហ្នឹងទោះយើងកាច់សោនេះប្រឆេះអញ្ចឹងគឺវាចេញដែរគេថាភ្លើងដែលចេញពីអាគុយមកអញ្ចឹងគេតជាមួយភ្លើងដែលចេញពីអាគុយហ្នឹងណាទីទៀតខ្ញុំនឹងបង្ហាញថាយើងត្រូវតខ្សែវាមិនណាអូខេចាំតិចអរគុណ